នៅថ្ងៃនេះមីស៊ីថៃ88របស់ជប៉ុនបានផ្ទុះឡើងកក្រើកនៅលើមេឃហ្វីលីពីនតែម្ដងហើយនេះគឺជាការបញ្ចេញចង្កូមរបស់យក្សជប៉ុនដែលលែងខ្លាចក្នុងការយកអាវុធប្រយុទ្ធរបស់ខ្លួនមកដាក់ពង្រីនៅឯក្រៅប្រទេសចំពេលដែលទីក្រុងតូក្យូបានសម្រេចចិត្តដើរជាតួអង្គយ៉ាងសកម្មនៅក្នុងតួនាទីជាអ្នកប្រយុទ្ធនៅតំបន់សមុទ្រចិនខាងត្បូងតោះមកតាមដានស្ដាប់ជាមួយ True Insider កាសែតជប៉ុន Japan Times នៅថ្ងៃទី6ឧសភាបានឲ្យដឹងថាកងទ័ពស្វ័យការពារខ្លួនជប៉ុនបានសម្រេចចិត្តបំបែកបំរើខ្លួនឯងក្រោយសម័យសង្គ្រាមលោកដោយបានធ្វើការបាញ់មីស៊ីសាកល្បងប្រឆាំងនាវាថៃ88ជាលើកដំបូងបំផុតនៅលើទឹកដីប្រទេសហ្វីលីពីននៅថ្ងៃទី6ឧសភាក្នុងអំឡុងពេលសមយុទ្ធយោធារួមបាលីកាថាន់ឆ្នាំ2026នៅក្នុងសមយុទ្ធនេះកងទ័ពជប៉ុនប្រមាណ1400នាក់រួមជាមួយនាវាចម្បាំងយន្តហោះចម្បាំងនិងប្រព័ន្ធមីស៊ីទំនើបបានចូលរួមយ៉ាងសកម្មនៅក្នុងតួនាទីជាអ្នកប្រយុទ្ធពិតប្រាកដមីស៊ីថៃ88របស់ជប៉ុនបានហោះទៅបុកកំទេចនាវាកោដៅសន្លបត់មួយដែលជានាវាចម្បាំងចាស់របស់ហ្វីលីពីនដែលមានឈ្មោះថា Quezon នៅចម្ងាយប្រហែល75គីឡូម៉ែត្រពីឆ្នេរសមុទ្រប៉ៅអាយនៅក្នុងខេត្តអកលូកូណូតេដែលជាតំបន់ស្ថិតនៅចម្ងាយត្រឹមតែ400គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ក្រសួងការពារជាតិនៅទីក្រុងម៉ានីបាននិយាយថារដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស៊ិនជីរ៉ូខុយស៊ីមីបានចូលរួមជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោកគៀបាតូធីអូដូរ៉ូជេអដើម្បីសង្កេតមើលសមយុទ្ធនៅឆ្នេរសមុទ្រប៉ៅអាយដោយបន្ថែមថាកងទ័ពមកពីបណ្ដាប្រទេសអូស្ត្រាលីហ្វីលីពីននិងសហរដ្ឋអាមេរិកក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរការបាញ់មីស៊ីននេះមិនត្រឹមតែជាការបង្ហាញសាច់ដុំយោធាប៉ុណ្ណោះទេប៉ុន្តែវាគឺជាសញ្ញានៃការផ្លាស់ប្ដូរគោលនយោបាយការពារជាតិរបស់ទីក្រុងតូក្យូក្នុងការបោះបង់ចោលនៅការរដ្ឋបិទលើវិស័យយោធានិងងាកមកដើរតួជាអ្នកការពារសន្តិសុខជួសមុខជំនួសមុខឲ្យសហរដ្ឋអាមេរិកក្នុងតំបន់សមុទ្រចិនខាងត្បូងស្របពេលជាមួយគ្នានេះដែរកងទ័ពហ្វីលីពីនក៏បានសហការជាមួយអាមេរិកក្នុងការបាញ់មីស៊ីថូម៉ាហុកចេញពីប្រព័ន្ធ Typhoon ដែលមានសមត្ថភាពបាញ់ចម្ងាយទៅដល់1500គីឡូម៉ែត្រដែលអាចដាក់គោលដៅដល់ដីគោករបស់ចិនបានយ៉ាងងាយសកម្មភាពរួមគ្នារវាងជប៉ុនហ្វីលីពីននិងអាមេរិកនៅពេលនេះគឺជាការត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូដែលអាចកើតមាននៅច្រកសមុទ្រតៃវ៉ាន់និងជាការបញ្ជូនសារព្រមានយ៉ាងច្បាស់ទៅកាន់ទីក្រុងប៉េកាំងអំពីសមត្ថភាពវាយបកនិងការការពារយុទ្ធសាស្ត្រនៅក្នុងតំបន់ទន្ទឹមទៅនឹងកិច្ចសហប្រតិបត្តិការនៅតំបន់ Indo-Pacific កាសែត Bloomberg នៅថ្ងៃទី6ឧសភាបានឲ្យដឹងថានេះគឺជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី2ជប៉ុនបានធ្វើការផ្លាស់ប្ដូរគោលនយោបាយការពារជាតិយ៉ាងខ្លាំងក្លាដោយងាកមកដើរតួអង្គយ៉ាងសកម្មជាតួអង្គជាអ្នកប្រយុទ្ធដើម្បីទប់ទល់ទៅនឹងការរិះសាយភាយឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងក្នុងរបបថ្មីនេះជប៉ុនលែងពឹងផ្អែកទាំងស្រុងទៅលើកម្លាំងយោធារបស់សហរដ្ឋអាមេរិកដូចមុនទៀតហើយប៉ុន្តែបានចាប់ផ្ដើមបង្កើតរបងការពារផ្ទាល់ខ្លួនតាមរយៈការរឹតចំណងសម្ព័ន្ធភាពយោធាជាមួយប្រទេសនៅក្នុងតំបន់ដូចជាហ្វីលីពីនអូស្ត្រាលីនិងវៀតណាមក្នុងនោះប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានកត់សម្គាល់ផលថាខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែមានការរវល់លើបញ្ហាដទៃទៀតជប៉ុនបានក្លាយជាដៃគូដ៏សំខាន់ដែលកំពុងតែពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងជិតស្និទ្ធជាមួយហ្វីលីពីនដើម្បីធានាស្ថិរភាពនៅក្នុងតំបន់ការងើបឡើងដឹកមុខរបស់ជប៉ុនត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការកែសម្រួលច្បាប់នាំចេញអាវុធកាលពីថ្ងៃទី21មេសាឆ្នាំ2026ដែលអនុញ្ញាតឲ្យជប៉ុនអាចផ្ដល់អាវុធសម្រាប់ប្រយុទ្ធពិតប្រាកដដូចជានាវាចម្បាំងបំពាក់មីស៊ីប្រភេទ Abu Kuma ខ្លះនិងយន្តហោះល្បាតឲ្យទៅកាន់ហ្វីលីពីនលើសពីនេះជប៉ុនក៏បានចុះកិច្ចព្រមព្រៀងចូលចតដែលអនុញ្ញាតឲ្យមានការដាក់ពង្រីកកងទ័ពនិងការធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តដើម្បីត្រៀមលក្ខណៈវាយបកក្នុងករណីមានការវាយប្រហារណាមួយកើតឡើងសកម្មភាពទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាជប៉ុនកំពុងតែដើរតួជាអ្នកសម្របសម្រួលជួរមុខនិងជាខ្នងបង្អែកសន្តិសុខថ្មីនៅក្នុងតំបន់អាស៊ីដែលចេញមុខរៀបចំយុទ្ធសាស្ត្រការពារជាតិដោយម្ចាស់ការដើម្បីរារាំងមជ្ឈតារបស់ទីក្រុងប៉េកាំងក្នុងដែនទឹកសមុទ្រដែលមានជម្លោះខ្ញុំសំអាងវណ្ណៈ True Insider